សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរបស់យើងមួយរឿងទៀតហើយចាប់ផ្ដើមនិយាយរឿងរបស់យើងដំបូងនៅក្នុងក្លឹបមួយនេះគឺជាតួស្រីរបស់យើងដែលមានឈ្មោះថា Si An Ran កំពុងតែសប្បាយជាមួយនឹងមនុស្សប្រុសដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាគូជីនឆឹងគឺជាតួឯកប្រុសរបស់យើងនឹងឯងអូយឈុតត្រង់កន្លែងហ្នឹងដូចជារ៉ូរៀលដល់ហើយដែលធ្វើអ្នកមើល single មុខចាស់លើព្រឺរោមបាសសក់ប៉ុន្តែមកទាំងពីរអ្នកក៏លេងឈុតធំជាមួយនឹងគ្នាតែម៉ាងគួរតែកាត់ឈុតបែបនឹងចេញអត់ទេណាមិនចាំបាច់នោះទេដាក់ឲ្យអ្នក single មុខចាស់ចំណែនគេងាប់តែម៉ាងមិនចៃជីវិតឃើញគេបែបនឹងចំណែនណាមិនចាំបាច់ចំណែននោះទេតទៅថ្ងៃអនាគត single មុខចាស់នៅតែ single មុខចាស់អញ្ចឹងឯងព្រមឡើងនៅពេលដែលជាតិស្រាវវាអស់ទៅទោះស្រីបើភ្នែកឡើងឃើញមនុស្សប្រុសកំពុងតែឈរបែរខ្នងនៅចំពោះមុខរបស់នាងបន្តមកក្មេងតូចបើយ៉ាងក៏ចាំរឿងកាលពីយប់មិញបានធ្វើអីខ្លះដឹងខ្លួនឯងហីអូយក្មេងតូចបើយ៉ាងក៏បើកភ្នែកឡើងធំតួប្រុសក៏បកគលលុយឲ្យទៅកាន់តួស្រីទុកជាថ្លៃសេវាកម្មកាលពីយប់មិញតួស្រីក៏ប្រាប់ទៅនេះមិនមែនជាមនុស្សស្រីបែបហ្នឹងនោះទេនេះមិនមែនជាមនុស្សស្រីបែបហ្នឹងប៉ុន្តែមើលទៅនាងពេលនេះទៅតើនាងអាចជាមនុស្សស្រីបែបណាទៀតអូយតួស្រីបើយ៉ាងខាងដែរប៉ុន្តែនិយាយអីមិនចេញតែមកថ្ងៃនៅថ្ងៃនេះផងដែរតួស្រីបើយើងត្រូវទៅរៀបការទៀតនៅពេលដែលនាងមកដល់កន្លែងរៀបការទាំងទៅហេតុទៅហប់នេះគឺជាលោកតាគូត្រូវជាលោកតារបស់តួប្រុសនឹងឯងលោកតាគូប្រាប់ឲ្យតួស្រីទៅរៀបចំខ្លួនទៅនៅពេលដែលតួប្រុសមកដល់តួស្រីក៏ចេញទៅជ្រោះគ្នាបាត់អញ្ចឹងហើយតួប្រុសក៏មិនបានដឹងថាអ្នកដែលត្រូវរៀបការជាមួយនឹងគាត់គឺជាតួស្រីនោះទេហើយតួប្រុសក៏ប្រាប់ទៅកាន់លោកតាគេមិនអាចរៀបការជាមួយនឹងមនុស្សស្រីចម្លែកនោះបានទេលោកតាថាបើគេមិនព្រមរៀបការនោះទេគាត់នឹងដកគេនឹងចេញពីមរតកប៉ុន្តែតួប្រុសមិនខ្វល់ឡើងមកលើឆាប្រការប្រាប់ទៅកាន់អ្នកគ្រប់គ្នាពិធីមង្គលការត្រូវបានរំសាយសំឡេងរបស់តួប្រុសតួស្រីស្តៀងក៏ចេញទៅមើលដោយសារតែនៅឆ្ងាយពេកតួស្រីមិនដឹងថាម្នាក់នោះគឺជាអ្នកគេនោះទេតួប្រុសប្រកាសក្តែងថាគេមិនអនុញ្ញាតឲ្យអ្នកណាគេមកខ្សែលើគ្រួសារគូរបស់គេបានឡើយតួស្រីបើយើងស្ដាប់លើបែបហ្នឹងខឹងខ្លាំងមែនទែននាងក៏បានចេញទៅដើម្បីទៅនិយាយរឿងក្នុងចិត្តរបស់នាងដែរនៅពេលដែលតួស្រីចុះមកតួប្រុសដើរចេញទៅជ្រោះគ្នាបាត់ហើយតួស្រីនាងក៏បានឃើញត្រឹមតែពីក្រោយខ្នងរបស់តួប្រុសដូចគ្នាលោកតាគូបានសុំទោសទៅកាន់តួស្រីដែលគាត់មិនអាចឲ្យចៅប្រុសរបស់គាត់រៀបការជាមួយនឹងនាងបានគាត់ប្រាប់ទៅកាន់នាងកុំឲ្យបារម្ភលិខិតអាពាហ៍ពិពាហ៍គាត់បានចុះរួចហើយហើយគាត់ក៏បកគលឲ្យនាងរក្សាទុកវាបានល្អតួស្រីក៏ប្រាប់តែមិនចាំបាច់សុំទោសនោះទេគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំនោះបើមិនបានលោកតាជួយនោះទេនាងប្រកាសជាងាប់បាត់ហើយបន្តមកលោកតាក៏បកគលកាតខ្មៅឲ្យទៅកាន់នាងឲ្យនាងរស់នៅសប្បាយក្នុងនាមជាគ្រួសារគូតួស្រីនៅបដិសេធប៉ុន្តែលោកតានៅតែឲ្យនាងដដែលនៅថ្ងៃនេះគឺជាថ្ងៃចូលធ្វើការដំបូងរបស់តួស្រីនៅក្នុងក្រុមហ៊ុនមួយមើលទៅតួស្រីបើយើងដូចជាទៅហេតុទៅហប់ដល់ហើយអាឡើដូចជាទឹកក្លាក់អមនឹងគួរឲ្យស្រឡាញ់តួស្រីមកមិនតាន់ចរាយន្តនោះទេប៉ុន្តែនៅពេលនោះបានឃើញចរាយន្តមួយបើកទ្វារនាងក៏បញ្ញាប់រត់ចូលទៅខាងក្នុងនឹងយ៉ាងលឿនមានអីអ្នកដែលនៅក្នុងនឹងគឺជាតួប្រុសរបស់យើងនឹងឯងនិយាយពីថាអាឡើក៏មានអ្នកគេឈ្នះតួស្រីរបស់យើងឯងតួប្រុសឃើញនាងក៏និយាយទៅនាងតាមគាត់មកដល់ទីនេះទៀតឲ្យលឿនម្លៀងការពេលម្សិលមិញនៅមិនតាំងគ្រប់ទេតួស្រីខឹងខ្លាំងមែនទែនឲ្យទៅជួបពេលណាមើងងាយនាងរហូតបំរុងនឹងយកលុយបកគលគាត់វិញប៉ុន្តែនាងភ្លេចយកមកបាត់ហើយនាងក៏ប្រាប់ទៅនាងមិនបានយកកាតមកនោះទេប៉ុន្តែបើគាត់ធ្វើការនៅទីនេះចាំនាងយកឲ្យគាត់ថ្ងៃក្រោយហើយតួប្រុសមិនជឿនោះទេមានតែនិយាយឌឺដាក់នាងថែមអូយក្មេងទៅបីយ៉ាងខ្នាញ់ដែរក្តៅដូចបាយពុះជួបគ្នានៅចរាយន្តមិនទាន់អស់ចិត្តនោះទេមកជួបគ្នានៅ office របស់តួប្រុសទៀតតួប្រុសនៅតែនិយាយឌឺដងឌៀមដាមមើងងាយតួស្រីរបស់យើងចឹងឯងតួស្រីថាបើមានប្រធានក្រុមហ៊ុនដូចជាតួប្រុសអញ្ចឹងក្រុមហ៊ុនច្បាស់ជាលេនាងសុំឈប់ធ្វើហើយនៅពេលដែលតួស្រីបំរុងនឹងចេញទៅចាំងរយយានាងក៏ចូលមកនាងយករូបព្រាងការ design របស់នាងឲ្យតួប្រុសពិនិត្យមើលតួស្រីក៏នឹងឃើញការ design មួយនឹងភ្លាមក្បាលរបស់នាងស្រាប់តែឈឺភ្លាមតែម៉ាងហើយនាងក៏និយាយថាចាំងរយយានកំពុងតែចម្លងស្នាដៃរបស់អានណាតួប្រុសថាតួស្រីសម្អាងអីទៅថាគឺជាការចម្លងនោះតួស្រីថាបើមិនជឿក៏តាក់ទងទៅសួរទៅរយយានថាតួស្រីនិយាយស្រួលណាស់មួយរយៈនេះអានណាគឺពិបាកតាក់ទងតួប្រុសនិយាយថាបើតាក់ទងអានណាមិនបានតាក់ទងទៅកាន់ជំនួយការរបស់នាងវិញទៅនៅពេលដែលរយយានតាក់ទងគេបានប្រាប់ថានឹងគឺជាស្នាដៃរបស់អាណាប៉ាត់មែនតួប្រុសខឹងជាមួយនឹងរយៀនខ្លាំងមែនទែនបន្តមកតួប្រុសក៏ឲ្យតួស្រីធ្វើជាជំនួយការផ្នែករចនាតួស្រីនឹងបានបដិសេធដោយសារតែខឹងជាមួយនឹងតួប្រុសមានណាលួចដល់តួស្រីបើយើងយកព្រមធ្វើទាំងសប្បាយចិត្តតែម៉ាងអ្នកទាំងអស់គ្នាតួស្រីបើយើងខ្ជូតខ្លាំងឡើងគួរឲ្យស្រឡាញ់កាន់មកកាន់នារីម្នាក់នេះវិញរត់ចេញពីក្នុងបន្ទប់របស់រយៀនទាំងទឹកភ្នែកដោយសារតែរយៀនបានទម្លាក់កំហុសទាំងស្រុងថាការ design នឹងគឺជារបស់ម្នាក់ស្រីនឹងទាំងតែតាមពិតគឺជារបស់រយៀននឹងឯងបន្តមករយៀនក៏ចេញមកនឹងប្រាប់ទៅកាន់តួស្រីប្រកល់ឯកសារមួយឲ្យតួស្រីទៅជួបជាមួយនឹងលោកវាងចង់ឲ្យតួស្រីធ្វើឲ្យគេយកព្រមសហការជាមួយនឹងក្រុមហ៊ុននៅពេលដែលតួស្រីបើយកមកដល់លោកវាងបានមកបន្លំប៉ះខ្លួនប្រាណរបស់នាងចៃដល់នៅថ្ងៃនេះតួប្រុសក៏បានមកទីនេះផងដែរហើយក៏បានប្រទះឃើញតួស្រីរបស់យើងហើយម្នាក់នេះគឺជាមិត្តភក្តិរបស់លោកវាងប្រាប់ឲ្យតួប្រុសទៅសម្រាប់នៅក្នុងបន្ទប់ VIP សិនទៅគេសុំទៅជួបមិត្តភក្តិរបស់គេបន្តិចបន្តមកបារម្ភម្នាក់នេះក៏ចូលមកសួរសុខទុក្ខលោកវាងគេប្រាប់ថាគេមានការណាត់ជាមួយនឹងតួប្រុសទៅតែម្ដងបាញ់មិញលោកវាងលើបែបនឹងក៏សុំមិត្តភក្តិរបស់គេឲ្យណែនាំគេទៅកាន់តួប្រុសផងចំណែកតួស្រីសម័យលោកវាងចុះហ
ហត្ថលេខាលើឯកសារហើយលោកបានក៏ឲ្យតួស្រីរបស់យើងផឹកទឹកសិនទៅតួស្រីមិនបានសង្ស័យអីនោះទេក៏យកព្រមផឹកទឹកមួយនឹងលោកបានក៏ប្រាប់ឲ្យតួស្រីទៅងូតទឹកសម្រាប់សិនទៅពេលដែលនិយាយកិច្ចការចប់គេនឹងទៅរកមិត្តភក្តិរបស់លោកបានក៏ឲ្យយកបាល់ទៅកាន់គេចំបកគលតួស្រីរបស់យើងឲ្យទៅកាន់តួប្រុសគេដឹងថាតួប្រុសបានបដិសេធមង្គលការដែលចាស់ទុំបានរៀបចំឲ្យចំណែកតួស្រីនៅពេលដែលនាងងូតទឹករួចនាងមានអារម្មណ៍ថាដូចជាមិនសូវស្រួលខ្លួនពេលនៅផងដែរលោកបានចូលមកក្នុងបន្ទប់របស់នាងគេចូលមកចាប់នាងដើម្បីយកទៅឲ្យតួប្រុសតួស្រីក៏និយាយទៅដល់ថានាងគឺជាអ្នកគេអត់នាងគឺជាប្រពន្ធរបស់តួប្រុសប៉ុន្តែលោកមិនបានជឿនាងនោះទេអូយក្មេងតូចបើយើងដឹងថាវិធីមួយនេះគ្មានប្រយោជន៍នោះទេនាងបោះអាវទៅគ្របមុខរបស់គេនឹងតាត់ពងគេមួយជើងហើយក៏បញ្ញាប់រត់ចាក់ចេញពីទីនឹងយ៉ាងលឿនលោកបានជាមួយនឹងគ្នារបស់គេក៏ដេញតាមក្រោយនាងផងដែរប៉ុន្តែជាសំណាងដែលតួស្រីបានរត់មកជួបជាមួយនឹងតួប្រុសលោកបានរត់ចូលមកស៊ីមកបាត់ចាររន្ទះរបស់តួប្រុសតាម៉ាងលោកបានប្រាប់ទៅកាន់តួប្រុសថានេះគឺជាស្រីរបស់គេនោះទេនៅពេលដែលតួប្រុសរបស់យើងងាកខ្វាច់លោកបានបើកភ្នែកឡើងធំហើយតួស្រីបានហៅតួប្រុសថាជាលោកប្តីលោកបានលើបែបហ្នឹងក៏បញ្ញាប់លុតជង្គង់ចុះលោកគូខ្ញុំពិតជាមិនបានដឹងថានាងគឺជាប្រពន្ធរបស់លោកនោះទេអញថានាងគឺជាប្រពន្ធរបស់យើងនៅពេលដែលដឹងថាមិនមែនជាប្រពន្ធរបស់តួប្រុសអញ្ចឹងគេក៏សុំឲ្យតួប្រុសបកគលតួស្រីគេមកប៉ុន្តែមកតួប្រុសក៏និយាយទៅកាន់មិត្តភក្តិរបស់លោកវាងនឹងមិនទេគឺជាមិត្តភក្តិដែលគេចង់ណែនាំឲ្យគាត់ស្គាល់ហើយតួប្រុសក៏ប្រាប់ទៅកាន់ជំនួយការចង់ឃើញគ្រួសារវាងដួលរលំក្នុងរយៈពេលមួយថ្ងៃតួប្រុសបាននាំតួស្រីចូលមកក្នុងបន្ទប់និងបានស្ដីបន្ទោសឲ្យទៅកាន់នាងដើម្បីបានចុះហត្ថលេខានាងយកព្រមធ្វើអីក៏បានជាពិសេសនៅពេលដែលគ្រោះថ្នាក់ហ៊ានប្រាឈ្មោះរបស់គាត់ផងអូយពេលនឹងតួស្រីក៏បានចាប់តួប្រុសយកមកថែបតាម៉ាងធ្វើឲ្យអ្នកមើល single មកចាស់ចំណានគេងាប់ទៀតដែរតួស្រីនិយាយថាលោកតាបានប្រាប់ថាពួកគេបានរៀបការរួចហើយសម្រាប់ពីពីកញ្ចោះរួចដែរតួប្រុសមិនអាចទប់ទល់ជាមួយនឹងសម្រាប់របស់តួស្រីបាននោះទេបំរុងនឹងនេះទៅហើយប៉ុន្តែតួប្រុសមិនធ្វើវិញបានលើកបីតួស្រីចូលទៅក្នុងបន្ទប់ទឹកហើយក៏បើកទឹកត្រជាក់ដើម្បីនាងមានស្មារតីខ្លះតួស្រីប្រាប់ថានាងត្រជាក់បន្តមកតួប្រុសក៏បិទពីវិញទៅទោះបីជាតួប្រុសចង់ធ្វើជាមនុស្សល្អនៅពេលនេះក៏មិនអាចដែរដោយសារតែក្មេងតូចបើយើងខ្ជូតខ្លាំងពេកត្រង់មិនបាននោះទេព្រលឹមដល់ពេលដែលតួស្រីភ្ញាក់ដឹងខ្លួនឡើងវិញស្រែកឡើងខ្លាំងតួប្រុសចូលមកនិយាយថាតើនាងស្រែកអីគេនឹងបាននិយាយរឿងដែលនាងបានរៀបការរួចហើយប្តីបើនាងដឹងថានាងក្បត់ជាមួយនឹងគេដែរទេអូយក្មេងតូចបើយើងក៏សួរតាមិនបានជាគាត់ដឹងតួស្រីនាងក៏ស្រមៃនៅឃើញរឿងការពីយប់មិញដែលនាងបានធ្លាយមកឲ្យតួប្រុសថាជាប្តីបន្ទាប់មកតួស្រីនាងក៏សុំឲ្យតួប្រុសបំភ្លេចវាចោលបានអត់វាគ្រាន់តែជារឿងកើតឡើងដែលចេតនាហើយតួប្រុសក៏និយាយទៅគាត់ឲ្យនាងធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់ព្រោះតែសមត្ថភាពរបស់នាងក៏មិនសាកល្បងជាមួយនឹងការអត់ធ្មត់របស់គាត់ដែរសោះអូយក្មេងតូចបើយើងត្រូវតួប្រុសមើងងាយហូតតែមកថ្ងៃក្តៅដូចបែបពូប៉ុន្តែមិនដែលធ្វើអីគេកើតផងនឹងនេះតួស្រីបើយើងមករកចាំងរូយានមកដល់តួស្រីចាប់កបួយក៏អាវរបស់នាងយកតាម៉ាងនាងដឹងថាលោកវាងគឺជាប្រុសល្មមកែមប៉ុន្តែនាងនៅតែឲ្យខ្ញុំទៅជួបជាមួយនឹងគេទៀតចាំងរូយានធ្វើជាមិនយល់អ្វីដែលតួស្រីនិយាយថែមទាំងចង់ដាក់ទោសតួស្រីដែលនាងធ្វើបាបលោកវាងទៀតតួប្រុសចូលមកសួរថាមានរឿងអីគេចាំងរូយានក៏ប្រាប់ទៅតួស្រីបំពេញលោកវាងតួប្រុសបានប្រាប់ថាគាត់បានផ្ដាច់កិច្ចសហការជាមួយនឹងក្រុមហ៊ុនរបស់លោកវាងនឹងហើយគាត់ក៏ស្រីឲ្យទៅកាន់ចាំងរូយានគាត់ឲ្យតួស្រីធ្វើជាផ្នែក design មិនមែនជាអ្នកដឹកជញ្ជូនមិនទៅបើយើងមើលទៅឬដែរអញ្ចឹងមិនគេចេះទៅរករឿងនៅពេលនេះលោកតាទេមកកាន់តួស្រីគាត់នឹងចាំនាងនៅខាងក្រោមហើយតួស្រីនាងក៏បញ្ញាប់មកជួបគាត់ចាំងរូយាននឹងបានមើលឃើញគាត់ថាតួស្រីបើយើងបានតាក់ទងគ្នាជាមួយនឹងតាចាស់លោកតាបានប្រាប់ទៅកាន់តួស្រីគាត់នឹងប្រាប់ឲ្យពួកគេមើលថែតួស្រីជាពិសេសហើយតួស្រីនឹងក៏បដិសេធនាងចង់បានធម្មតាបែបហ្នឹងគឺល្អហើយតួស្រីអ្នកដឹងទេថាលោកតាគឺជាតារបស់តួប្រុសបានចាំមកឃើញចាំងរូយានក៏សួរនាងកំពុងតែមើលអីហ្នឹងហើយនាងក៏ប្រាប់ទៅតួស្រីក៏តាក់ទងជាមួយនឹងមនុស្សចាស់តួប្រុសងាកទៅមើលជួនជាពេលដែលលោកតាឡើងឡានទៅបាត់នៅពេលដែលតួស្រីឃើញតួប្រុសខំញញឹមដាក់មើលតែតួស្រីបើយើងឡើងខ្ជូតឡើងគួរឲ្យស្រឡាញ់តាម៉ាងតួប្រុសអនិយាយនោះទេក៏ដែរចាក់ចេញទៅគាត់គិតថាតួស្រីគឺមានតាចាស់ចិញ្ចឹមមួយក្មេងតូចបើយើងឆ្ងល់ខ្លាំងមែនទែនថាតួប្រុសកើតអីចាស់ចឹងរូយានចូលមករកតួប្រុសសុំឲ្យតួប្រុសដេញតួស្រីចេញទៅតួស្រីរស់នៅជាមួយនឹងមនុស្សចាស់ដែលសារតលុយបើថ្ងៃក្រោយមានអ្នកដឹងរឿងនាងហើយនាងធ្វើការនៅទីនេះគេឈ្មោះក្រុមហ៊ុននឹងទៅជាយ៉ាងណាតួប្រុសក៏និយាយទៅតាចាស់ចិញ្ចឹមនាងលើតួស្រីនិយាយបន្តចាំងរូយានខឹងខ្លាំងមែនទែនច្បាស់ប៉ុណ្ណឹងហើយមិនបានជាគាត់នៅតែកាន់ជើងនាងទៀតនៅពេលនោះជំនួយការរបស់តួប្រុសក៏បានចេញមកគេកំពុងតែនិយាយទូរស័ព្ទជាមួយនឹងលោកតាបានតែគេការពារអ្នកស្រីតូចគឺជាតួស្រីរបស់យើងនឹងឯងនៅពេលដែលដាក់ទូរស័ព្ទចុះចាំងរូយានក៏សួរទៅកាន់គេអ្នកស្រីតូចគឺជាអ្នកណាជំនួយការក៏ប្រាប់លោកម្ចាស់គូបានតែគេនៅមើលថៃចៅផ្សាររបស់គាត់លោកម្ចាស់គូមិនចង់ឲ្យពួកគេភ្ញាក់ផ្អើលក៏ទៅវិញស្ងាត់គឺគាត់បាននៅមកក្រុមហ៊ុនបាញ់មិញនេះចាំងរូយានក៏ប្រាប់ទៅអ្នកដែលនៅមកក្រុមហ៊ុនបាញ់មិញក៏មានតែនាងតែម្នាក់តែប៉ុណ្ណោះនាងកំពុងតែយកច្រឡំថាលោកតាចង់បាននាងធ្វើជាចៅផ្សារកាត់មកកាន់តួប្រុសបានហៅតួស្រីឲ្យមកជួបខែក្រោយមានវេទិកាធំមួយស្នាដៃរបស់តួស្រីល្អគាត់នឹងយកស្នាដៃដ៏ល្អបំផុតទៅបង្ហាញនិងឲ្យតួស្រីគឺជាអ្នក design ប៉ុន្តែការ design ក៏ត្រូវមើលលើអត្តសញ្ញាណរបស់អ្នក design ដែរតើនាងធ្លាប់មានរឿងអសិលធម៌កាលពីមុនដែរទេដូចជាត្រូវបានប្រុសអ្នកមានគេចិញ្ចឹមធ្វើជាស្រីកំណានបំផ្លាញគ្រួសាររបស់អ្នកដទៃអូយក្មេងតូចបើយើងឡើងហេតែអាចទៅរួចដោយរបៀបណាញមានសិលធម៌ក្នុងការរស់នៅអូយក្មេងតូចបើយើងឆ្ងល់ខ្លាំងមែនទែនមិនដឹងថាតួប្រុសកំពុងតែនិយាយពីអីនោះទេនៅពេលនេះចាំងរូយានបានយកឯកសារជាច្រើនប្រកល់ឲ្យតួស្រីបើយើងគឺជា
អ្នកធ្វើឯកសារច្រើនពេកធ្វើដល់យប់ឲ្យតួស្រីនៅតែមិនតាន់ធ្វើរួចទៀតលោកតាបានផ្ញើសារមកប្រាប់នាងចាំគាត់នឹងឲ្យគេយកអាហារមកឲ្យនាងបន្តមកតួស្រីនឹងរៀបចំឯកសារមិនប្រយ័ត្នក្តៅទៅប៉ះជាមួយនឹងតួប្រុសរបស់យើងតែម៉ាងធ្វើអ្នក single មកចាស់ផ្ងើពោះបាសជើងបាត់ហើយចឹងអូយពេលហ្នឹងអ្នកទាំងពីរអង្គទៅរើឯកសារទាំងពីរអ្នកមានតែកិច្ចក្បាលគ្នាប៉ែតួប្រុសបានឃើញស្នាដៃ design របស់តួស្រីក៏និយាយថាស្នាដៃរបស់នាងដូចទៅនឹងស្នាដៃរបស់អាណាណាពិតជាអញ្ចឹងមែនណាខ្ញុំពិតជាមានទេពកោសល្យល្អណាស់ហើយអញ្ចឹងស្របពេលជាមួយគ្នាអ្នកដឹកអាហារក៏បានយកអាហារមកឲ្យនាងដែលលោកតាបានកំងពីហាងលំដាប់យកមកឲ្យនាងតួប្រុសឃើញអញ្ចឹងក៏និយាយថាហាងនេះមនុស្សធម្មតាគឺមិនអាចកំងបាននោះទេនាងប្រកាសជាមានអីហើយតួស្រីឆ្ងល់ខ្លាំងមែនតើនិយាយស្អីគេពេលនោះលោកតាក៏បានតែមកកាន់នាងតួប្រុសច្បាស់នៅក្នុងចិត្តហើយតួស្រីប្រកាសជាមានគេចិញ្ចឹមលោកតាបានបង្កវេលាឲ្យទៅកាន់តួស្រីមួយហើយក៏បានផ្ទេរដាក់ឈ្មោះនាងរួចរាល់ដែរនឹងថ្ងៃស្អែកក៏នឹងឲ្យគេយកសោទៅឲ្យនាងតួស្រីបំរុងឆ្លើយបដិសេធទៅហើយប៉ុន្តែលោកតាបាត់ទូរស័ព្ទបាត់នឹងថ្ងៃស្អែកជំនួយការបោះតួប្រុសបានចូលមករកចានរួចជាមើលទៅគេបីដូចជាឆ្កែតាមគៀមឆ្អឹងចឹងលោកម្ចាស់បានផ្ញើរបស់មកជូនអ្នកនាងតើអ្នកទាំងគ្នាសូមបញ្ចប់សាច់រឿងរបស់យើងត្រឹមតែប៉ុណ្្នឹងសិនកុំភ្លេចរងចាំទស្សនានៅភាពបន្តណា